ហោះចេញពីបឹងទន្លេសាបដល់តុអាហារគ្រួសារខ្មែរជាមួយគេដំណើររសជាតិដើមនោះគឺប្រហុកសៀមរាបប្រជានេសាទនៅជុំវិញបឹងទន្លេសាបបានធ្វើប្រហុកសៀមរាបដោយដៃតជាច្រើនជំនាន់មកហើយប្រកបដោយភាពអំណត់ថែរក្សារូបមន្តប្រពៃណីនិងជាមរតកមនុស្សរស់ប្រហុកមិនត្រឹមតែជាអាហារមួយមុខប៉ុណ្ណោះទេតែជាដួងព្រលឹងនៃមុខម្ហូបខ្មែររសជាតិដិតជាប់ជាមួយជាតិខ្មែររាប់សតវត្សរ៍មកហើយប្រហុកសៀមរាបមួយកែវគឺជាកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអភិរក្សនិងលើកកម្ពស់ប្រហុកសៀមរាបបឹងទន្លេសាបរាល់ពេលអ្នកជ្រើសរើសប្រហុកសៀមរាបអ្នកកំពុងជួយគាំទ្រដោយផ្ទាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងស្រុកចាប់ពីប្រជានេសាទនៅលើបឹងរហូតដល់អ្នកផលិតក្នុងសមាគមសមាគមយើងបង្កើតឡើងដើម្បីគ្រប់គ្រងការពារលើកតម្កើងប្រហុកសៀមរាបយើងដើម្បីចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញលក្ខណៈពិសេសរបស់ប្រហុកសៀមរាបរបស់យើងមានន័យថាប្រហុករបស់យើងមានក្លិនតែមួយហើយល្បាយសាច់តែមួយហើយពណ៌សម្បុរមានពណ៌ប្រផេះត្នោតស្រាលហើយវិវត្តទៅពណ៌ស៊ីនួនក្លិនឈ្ងុយនឹងហើយជាលក្ខណៈពិសេសរបស់ប្រហុកសៀមរាបរបស់យើងនៅពេលជាវផលិតផលប្រហុកសៀមរាបសូមរកមើលផ្លាកសញ្ញា GI និងត្រារបស់សមាគមដែលជាការធានាថាអ្នកកំពុងជាវទំនិញពិតនិងរសជាតិពិតនៃប្រហុកសៀមរាបយើងដឹងថាប្រហុកសៀមរាបហ្នឹងវាកើតចេញពីផលិតផលសម្គាល់ភូមិសាស្ត្រដែលផ្សារភ្ជាប់ចំពោះដែនដីនិងរបៀបរបបនៃការផលិតរបស់ប្រជាពលរដ្ឋដែលមានតាំងពីយូរលង់ណាស់ហើយយើងបង្កើតបានជាសភៅបន្ទុកដើម្បីចែងជាក់លាក់អំពីរបៀបផលិតវិធីសាស្ត្រហើយនិងអនាម័យស្តង់ដារដែលបង្កើននៅចំណុចទឹកចិត្តហើយអាចមានភាពប្រកួតប្រជែងទៅក្នុងទីផ្សារក្នុងស្រុកនិងការនាំចេញទៅកាន់ក្រៅប្រទេសជាវប្រហុកសៀមរាបមិនត្រឹមតែទទួលបានរសជាតិឆ្ងាញ់ពិសាតែគាំទ្រវប្បធម៌ផ្ដល់ភាពអង់អាចដល់សហគមន៍និងផ្សព្វផ្សាយព្រលឹងជាតិខ្មែរសូមរកមើលផ្លាកសញ្ញាផ្លូវការនិងធ្វើជាផ្នែកមួយនៃមោទនភាពរបស់យើង